តើកាលហ្នឹងគ្រូដាក់លំហាត់មួយគឺអានេះមេរៀនទី1នៅក្នុងថ្នាក់ទី9យើងមេរៀនកម្លាំងផ្គុំឥឡូវលំហាត់ទី1យើងគឺគេថាបន្ទាត់សមាសាច់មួយមានប្របាញ់40ម៉ែត្រឥឡូវគ្រូសង់រូបមើលយើងសួរមើលជាងបន្ទាត់មួយហ្នឹងគឺមានប្របាញ់40សង់ទីម៉ែត្រហើយនៅចុងសងខាងនៃបន្ទាត់នេះគេព្យួរកូនទម្ងន់2ដែលមានទម្ងន់រៀងគ្នាមានថាខាងនេះយើងព្យួរកូនទម្ងន់1ទៅគ្រូតាំងដាក់ F1 គ្រូតាំងដាក់ F1 គឺស្មើនឹង60 N ទៅមកហើយគេព្យួរកូនទម្ងន់មួយទៀតនៅខាងនេះមកយើងតាំងដល់ F2 ចឹង F2 ស្មើនឹង80 N គេយើងករណីអង្គតង់សតិកម្លាំងផ្គួបមានថាគេរក F នឹងឯងចឹងយើងដាក់មកគឺកគឺយើងករណីរកអង្គតង់សតិកម្លាំងផ្គួបឥឡូវគ្រូសើកាត់ទៅគ្រូតាំងដល់ F មកទៅណាអញ្ចឹងយើងដឹងករណីដែលកម្លាំង2ព្យួរចុះក្រោមចឹងប្រកាសជាកម្លាំងទាំងពីរហ្នឹងគឺមានទិសដៅទៅក្រោមហ្នឹងដូចគ្នាមែនទេចាំបើក្រោមដូចគ្នាមានថា2ហ្នឹងគឺមានទិសដៅតែមួយទិសដៅដូចគ្នាអញ្ចឹងឯករណីកម្លាំងផ្គួបដែលមានទិសដៅដូចគ្នាគឺ F ស្មើនឹង F1 បូក F2 ស្រាប់បានហើយប៉ុណ្ណឹងតោះចឹងដាក់មកតាមរូបមន្តមកគឺតាមរូបមន្តចឹងរូបមន្តយើងដំបូងគ្រូដាក់ vector សិនគ្រូអត់តន់លុប vector ទេចឹង vector F ស្មើនឹង vector F1 បូកឲ្យ vector F2 តោះណាឥឡូវដាក់ពណ៌ក្រហមនេះសួរមើលជាងតទៅទៀតយើងគេប្រាប់ដោយអីយើងដឹងថាកម្លាំង2ហ្នឹងគឺទៅក្រោមមែនទេចឹងដោយអា F1 នេះមិនដែរអា vector F1 នេះវាស្របគ្នាជាមួយនឹង vector F2 ចឹងមកស្របគ្នាយើងនាំឲ្យអីចឹងនាំឲ្យ F យើងគឺនៅសល់តែ F1 បូកជាមួយនឹង F2 ចឹងយើងលុប vector ណាហើយចាំជួលេខចាំក្រោយតោះឥឡូវយើងចាប់ដើមជួលេខមកដោយ F1 យើងគឺស្មើនឹង60 N ហើយ F2 គឺស្មើនឹង80 N អញ្ចឹងនាំឲ្យ F របស់យើងគឺស្មើនឹង60បូកជាមួយនឹង80អញ្ចឹងស្មើនឹង140 N ហើយសំណួរខគេថាគេរកកំណត់ចំណុចចាប់នៃកម្លាំងគូបនៃកូនទម្ងន់ទាំងពីរអញ្ចឹងយើងមានរបាមួយបែបហ្នឹងនឹងរបាបែបហ្នឹងយើងរកឃើញទីតាំងនៃកម្លាំងគូបហើយអញ្ចឹងកម្លាំងគូបវាប្រកាសជាស្ថិតនៅចន្លោះកណ្ដាលរវាងពីរហ្នឹងហើយអាហ្នឹងអញ្ចឹងគឺជា F ហើយប៉ុន្តែសំណួរសួរថាចំណុចចាប់ត្រង់ណាយើងឆ្ងាយពីចម្ងាយពី F1 និងពី F2 មានថាចម្ងាយពីនេះប្រហែលវានៅស្ថិតនៅត្រង់ណាយើងអត់ដឹងទេអញ្ចឹងចម្ងាយដែលគ្រូដៅចោលនេះទៅនេះគ្រូតាំងដល់ F អញ្ចឹងចម្ងាយពីទីតាំងហ្នឹងមកទីតាំងបន្ទុកទី1យើងតាំងតែ D1 ចម្ងាយពីកណ្ដាលពី F កម្លាំងគូបហ្នឹងមក F2 យើងតាំងតែ D2 អញ្ចឹងមានថាចម្លើយគឺយើងត្រូវយករក A1 ឬក៏រក D2 ហើយយើងប្រាប់គេមកបើសិនជាឧទាហរណ៍យើងរក D1 ឃើញយើងឆ្លើយថាអូអញ្ចឹងចម្ងាយគេចំណុចចាប់ហ្នឹងគឺស្ថិតនៅចម្ងាយប៉ុណ្នេះពីខាង F1 ឧទាហរណ៍អូយើងរកឃើញ D2 ឲ្យយើងឆ្លើយថាអូវាស្ថិតនៅចម្ងាយប៉ុណ្នេះនៃ D2 ឆ្ងាយពី D1 ឆ្ងាយពី F1 ឬក៏ F2 ចឹងទៅស្រាប់បានទេប៉ុណ្ណឹងតោះឥឡូវយើងចាប់5ទៅរកអញ្ចឹងយើងដាក់មកកំណត់អញ្ចឹងយើងកំណត់ទីតាំងគ្រូសេថាកំណត់ទីតាំងមួយម៉ាត់ប៉ុណ្ណឹងខ្លីចាប់ណាឬក៏កំណត់ចំណុចចាប់នៃកម្លាំងអញ្ចឹងយើងប្រើតាមរូបមន្តមួយគឺតាមរូបមន្តគឺ F1 D1 ស្មើនឹង F2 D2 ហើយតទៅទៀតគូនាំឲ្យគូគុណបោះខ្វែងទៅវិញទៅមកអញ្ចឹងគូយក D1 នៅលើបោះ F1 ទៅខាងនោះបោះ F2 មកវិញមកអញ្ចឹងយើងបាន D1 លើនៅ F2 ស្មើនឹង D2 លើ F1 វិញហើយស្មើតទៀតគឺស្មើនឹង D1 បូក D2 នៅលើ F1 នៅលើ F1 លុបនេះសិនអូខេនៅលើ F1 បូក F2 អូខេអញ្ចឹងអានេះគេហៅថាច្បាប់អីអញ្ចឹងអានេះគេហៅថាសមាមាត្រស្មើតគ្នាសមាមាត្រស្មើតគ្នាតោះចឹងខ្ញុំធ្វើការជួសលេខចូលទៅចឹងសួរថា D1 D2 យើងស្គាល់នៅយើងអត់ស្គាល់ទេអញ្ចឹងបើមិនស្គាល់ទេយើងដាក់ចូលវិញគឺ D1 នៅលើ F2 យើងស្គាល់គឺ80គឺស្មើនឹង D2 អត់ស្គាល់ទេដាក់ចូលវិញនៅលើ60គឺ F1 ស្មើតទៀតមកហើយយើងដឹងថាប្រវែង D1 និង D2 ពីបូកចូលគ្នាទៅវានឹងស្មើនឹងប្រវែងសរុបចំនួន40 សង់ទីម៉ែត្រដែរអញ្ចឹងគួរដាក់40នៅលើ
ចឹងអា f នោះយើងឃើញហើយគឺវាចំនួន140តមកទៀតយើងធ្វើការសាក់មួយម៉ាតគ្នាមកយើងយកអា score សាក់មួយម៉ាតជាមួយនឹងអា score ណាអញ្ចឹងយើងនាំឲ្យចឹងគ្រូបាន D1 នៅលើ80វាស្មើនឹង40នៅលើ140ហើយយើងគុណខ្វែងមកចឹងយើងបាន D1 វាស្មើនឹង40គុណនឹង80ចែកឲ្យ140តោះចឹងចម្លើយឃើញ22.86 សង់ទីម៉ែត្រអញ្ចឹងយើងឆ្លើយបែបគេមកអញ្ចឹងពេលឃើញចម្លើយបែបហ្នឹងមិនមែនទៅអូចម្លើយបែបហ្នឹងគឺចប់ទេ no អត់តន់ចប់ទេត្រូវឆ្លើយប្រាប់គេថានេះសំខាន់គឺត្រង់នេះអញ្ចឹងដូចនេះទីតាំងឬក៏ចំណុចចាប់នៃកម្លាំងទីនេះទីតាំងចំណុចចាប់នៃកម្លាំងស្ថិតនៅចម្ងាយ22.86 សង់ទីម៉ែត្រ2អញ្ចឹងយើងត្រូវវាស់ពីខាងណាមកយើងប្រកាសជាវាស់ពីខាង F2 មកហើយអញ្ចឹងចម្ងាយ 22.86 សង់ទីម៉ែត្រពី F2 ស្រាប់បានតែប៉ុណ្ណឹងអញ្ចឹងអាហ្នឹងគឺជាចម្លើយចុងក្រោយរបស់វាហើយអរគុណច្រើនជួបគ្នាវីដេអូក្រោយ